ចរណៃយើងខ្ញុំសូមគោរពដល់អតិថិជនទាំងអស់គ្នានិងសូមបញ្ជាក់ថាហាងចរណៃលក់តែត្រីត្រោតដែលចិញ្ចឹមនៅប្រទេសណ័រវេសនិងសាម៉ុនអាតឡង់តេស្រស់ដែលចិញ្ចឹមនៅប្រទេសណ័រវេសនិងប្រទេសអូស្ត្រាលីត្រីត្រោតនៅហាងចរណៃគឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកប្រៃហើយជ្រៅ Estuaries ក្នុងប្រទេសណ័រវេសមានឯកសារជុំវិញពិភពលោកជាច្រើនដែលបានបញ្ជាក់អំណាចនេះមជ្ឈដ្ឋាននិងបច្ចេកទេសនៃការចិញ្ចឹមមានលក្ខណៈល្អពិសេសនិងមានស្តង់ដារអនាម័យខ្ពស់លំដាប់ពិភពលោកដែលធ្វើឲ្យត្រីត្រោតទាំងនោះមានសុខភាពល្អនិងមិនមានប៉ារ៉ាស៊ីតស្ថាប័នគ្រប់គ្រងសុវត្ថិភាពអាហាររបស់សហភាពអឺរ៉ុប EFSA បញ្ជាក់ថាត្រីសាម៉ុនអាតឡង់តេនិងត្រីត្រោតចិញ្ចឹមក្នុងប្រទេសណ័រវេសគឺហូបឆៅបានយ៉ាងសុវត្ថិភាពនិងមានអត្ថប្រយោជន៍ដល់សុខភាពដូចជាត្រីសាម៉ុនអាតឡង់តិចដែរលោកអ្នកអាចឆែកមើលលើ Google ដោយប្រើសំណួរនេះបានតើត្រី Estuaries ត្រោតដែលចិញ្ចឹមនៅប្រទេសណ័រវេសអាចហូបឆៅបានឬទេចរណៃយើងខ្ញុំមិនដែលលក់ត្រីត្រោតដែលរស់នៅតាមធម្មជាតិហើយក៏មិនដែលលក់ត្រីត្រោតដែលគេចិញ្ចឹមនៅប្រទេសណាក្រៅពីប្រទេសណ័រវេសនោះទេលើពីនេះទៅទៀតយើងខ្ញុំតែងតែដាក់កេសត្រីដែលមានតកររក្សាគុណភាពយ៉ាងត្រឹមត្រូវបង្ហាញជូនអតិថិជននៅកន្លែងវះត្រីកន្លែងហាន់ត្រីហើយនៅលើកេសនីមួយបានបញ្ជាក់អំពីប្រភពពិតប្រាកដរបស់ត្រីគឺមកពីប្រទេសណ័រវេសចរណៃយើងខ្ញុំសូមគោរពដល់អតិថិជនទាំងអស់គ្នានិងសូមបញ្ជាក់ថាហាងចរណៃលក់តែត្រីត្រោតដែលចិញ្ចឹមនៅប្រទេសណ័រវេសនិងសាម៉ុនអាតឡង់តេស្រស់ដែលចិញ្ចឹមនៅប្រទេសណ័រវេសនិងប្រទេសអូស្ត្រាលីត្រីត្រោតនៅហាងចរណៃគឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកប្រៃហើយជ្រៅ Estuaries ក្នុងប្រទេសណ័រវេសមានឯកសារជុំវិញពិភពលោកជាច្រើនដែលបានបញ្ជាក់អំណាចនេះមជ្ឈដ្ឋាននិងបច្ចេកទេសនៃការចិញ្ចឹមមានលក្ខណៈល្អពិសេសនិងមានស្តង់ដារអនាម័យខ្ពស់លំដាប់ពិភពលោកដែលធ្វើឲ្យត្រីត្រោតទាំងនោះមានសុខភាពល្អនិងមិនមានប៉ារ៉ាស៊ីតស្ថាប័នគ្រប់គ្រងសុវត្ថិភាពអាហាររបស់សហភាពអឺរ៉ុប EFSA បញ្ជាក់ថាត្រីសាម៉ុនអាតឡង់តេនិងត្រីត្រោតចិញ្ចឹមក្នុងប្រទេសណ័រវេសគឺហូបឆៅបានយ៉ាងសុវត្ថិភាពនិងមានអត្ថប្រយោជន៍ដល់សុខភាពដូចជាត្រីសាម៉ុនអាតឡង់តិចដែរលោកអ្នកអាចឆែកមើលលើ Google ដោយប្រើសំណួរនេះបានតើត្រី Estuaries ត្រោតដែលចិញ្ចឹមនៅប្រទេសណ័រវេសអាចហូបឆៅបានឬទេចរណៃយើងខ្ញុំមិនដែលលក់ត្រីត្រោតដែលរស់នៅតាមធម្មជាតិហើយក៏មិនដែលលក់ត្រីត្រោតដែលគេចិញ្ចឹមនៅប្រទេសណាក្រៅពីប្រទេសណ័រវេសនោះទេលើពីនេះទៅទៀតយើងខ្ញុំតែងតែដាក់កេសត្រីដែលមានតកររក្សាគុណភាពយ៉ាងត្រឹមត្រូវបង្ហាញជូនអតិថិជននៅកន្លែងវះត្រីកន្លែងហាន់ត្រីហើយនៅលើកេសនីមួយបានបញ្ជាក់អំពីប្រភពពិតប្រាកដរបស់ត្រីគឺមកពីប្រទេសណ័រវេស Sahara